ចឹងក៏សូមចិត្តបងប្អូនជាឈាមចូលជាខ្មែរដែលចង់ឲ្យខ្មែរយើងរីកចម្រើនផ្នែកខាងវិស័យសុខភាពអាហារសុខភាពសូមជួយចុច like ហើយនឹង share ហើយនឹងជួយគាំទ្រមរតកទេពស្វ័យជួរដើម្បីឲ្យអនាគតមរតកទេពស្វ័យជួរនេះคล้ายទៅជាសិប្បកម្មផលិតអាហារទៅមុខទៀតដ៏មិនធម្មតាដែលជាអាហារមួយទៅដោះស្រាយវិបត្តិសុខភាពផ្សេងបាទថ្ងៃនេះខ្ញុំក៏លើកនិយាយអំពីសិប្បកម្មអាហារមរតកទេពស្វ័យជួរដដែលបាទដោយសារវាជាផលិតផលខ្មែរជាផលិតផលជាតិនិយមបាទនិយាយឲ្យចំទៅវីដេអូដែលខ្ញុំខំប្រឹងធ្វើទៅរឿយៗគឺចង់ឲ្យពុកម៉ែបងប្អូនងាកមកគាំទ្រអ្វីដែលខ្មែរយើងមានជាផលិតផលខ្មែររបស់យើងបាទមានអាហារជាច្រើននៅខាងក្រៅប្រទេសដែលកូនខ្មែរយើងនាំចូលមកបាទក៏សូមអរគុណទៅដល់អ្នកដែលនាំចូលមកដើម្បីយកមកដោះស្រាយវិបត្តិសុខភាពនៅស្រុកខ្មែររបស់យើងបាទតែថ្ងៃនេះយើងក៏មានមរតកទេពស្វ័យជួរដែលជាសិប្បកម្មមួយផលិតអាហារសុខភាពអាហារទៅដោះស្រាយវិបត្តិសុខភាពរបស់យើងបាទជាស្ដែងខ្ញុំលើកនិយាយវីដេអូសាមុនម្ដងហើយពាក់ព័ន្ធជាមួយនឹងអាហារមួយយ៉ាងអាហារមួយមុខដែលកូនខ្មែរយើងផលិតបានគឺពាក់ព័ន្ធជាមួយនឹងដាច់លំពែងបានន័យថាវាគឺជាផលិតផលមួយដែលអាចទៅហូបទៅវាទៅជួយដាស់លំពែងឬក៏ទៅធ្វើឲ្យលំពែងរបស់យើងហ្នឹងធ្វើការត្រឡប់មកវិញឲ្យលំពែងរបស់យើងធ្វើការត្រឡប់មកវិញបាទហើយនៅពេលដែលលំពែងធ្វើការត្រឡប់មកវិញអញ្ចឹងលំពែងមានតួនាទីផលិតអរម៉ូនអ៊ីនស៊ូលីនដ៏មានប្រសិទ្ធភាពដើម្បីទៅជួយដោះស្រាយវិបត្តិលើសជាតិស្ករเนาะដែលបង្កធ្វើឲ្យមានបញ្ហាវិវត្តទៅជាជំងឺទឹកនោមផ្អែមឬក៏ជំងឺទឹកនោមផ្អែមនឹងឯងបាទបង្កមកពីលើសជាតិស្ករអញ្ចឹងពុកម៉ែបងប្អូនយកទៅពិចារណាខ្លួនឯងបាទថាបើសិនជាអាហារមួយកំប៉ុងនេះវាគឺជាផលិតផលខ្មែរកូនខ្មែរយើងផលិតបានបាទនេះបកហើយម្ដាយខ្ញុំហូបជាប្រចាំថ្ងៃនោះហ្នឹងហើយអញ្ចឹងខ្មែរយើងអាចផលិតបានអាចធ្វើបានបាទហើយឡាបូសាសជាតិរបស់យើងក៏ទទួលស្គាល់ទៀតបាទនៅក្នុងវីដេអូហ្នឹងខ្ញុំបានដាក់ហើយបាទគឺឡាបូសាសជាតិរបស់យើងទទួលស្គាល់ជាអាហារមួយដែលមិនមានផលប៉ះពាល់ដែលមិនមានសារជាតិគីមីទៅបំផ្លាញសរីរាង្គកាយរបស់យើងក្រោយប្រើនោះទេបាទអញ្ចឹងសរុបមកបងប្អូនខ្មែរយើងដែលចង់ឲ្យខ្មែរយើងរីកចម្រើនចង់ឲ្យសេដ្ឋកិច្ចជាតិរបស់យើងរីកចម្រើនបាទបងប្អូនអាចមកសិក្សានៅមរតកទេពស្វ័យជួរនៅកន្លែងសិប្បកម្មរបស់យើងតែម្ដងបាទអាចមកសិក្សាអាចមកស្វែងយល់អំពីសំណាក់ដែលអ្នកប្រើប្រាស់ចាស់ពីមុនមកមានរាប់រយឯកសារដែលអាចយកទៅពិនិត្យយកទៅពិចារណាអាចយកទៅសិក្សាមុននឹងប្រើប្រាស់បាទជាក់ស្ដែងដូចខ្ញុំយកឲ្យម្ដាយខ្ញុំប្រើអញ្ចឹងមុននឹងខ្ញុំយកទៅប្រើប្រាស់គឺខ្ញុំមកសិក្សាអំពីសំណាក់ដូចគ្នាបាទអញ្ចឹងក៏សូមចិត្តបងប្អូនជាឈាមចូលជាខ្មែរដែលចង់ឲ្យខ្មែរយើងរីកចម្រើនផ្នែកខាងវិស័យសុខភាពអាហារសុខភាពសូមជួយចុច like ហើយនឹង share ហើយនឹងជួយគាំទ្រមរតកទេពស្វ័យជួរដើម្បីឲ្យអនាគតមរតកទេពស្វ័យជួរនេះคล้ายទៅជាសិប្បកម្មផលិតអាហារទៅមុខទៀតដ៏មិនធម្មតាដែលជាអាហារមួយទៅដោះស្រាយវិបត្តិសុខភាពផ្សេងបាទគឺយើងមានច្រើនមុខមានរាប់រយមុខសម្រាប់ដោះស្រាយវិបត្តិសុខភាពទូទៅតែម្ដងបាទអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយ